បងប្អូនជាទីគោរពនេះគឺខ្ញុំចូលមកអត្ថាធិប្បាយតាមការយល់របស់ខ្ញុំទេណាពាក់ព័ន្ធជាមួយនឹងដំរីឆុតតន្តៈចឹងដែលជាស្មូតរបស់ព្រះភិក្ខុសង្ឃប៉ុន្តែនេះក៏ស្ដែងអំពីធម៌របស់ព្រះសម្មាសម្ពុទ្ធហេតុអ្វីបានជាព្រះអង្គតម្រូវឲ្យមានការស្មូតនៅដំរីឆុតតន្តៈឲ្យស្ដាប់ជាសកលព្រោះព្រះអង្គទុកឲ្យមានប្រយោជន៍តែនឹងមានប្រយោជន៍សម្រាប់ជីវិតពិតរបស់ខ្ញុំហើយខ្ញុំស្ដាប់ទៅនឹងបានយល់ហើយខ្ញុំក៏សម្រេចតែធ្វើតាមមាគ៌ារបស់ព្រះសម្មាសម្ពុទ្ធព្រោះគឺព្រះបរមពោធិសត្វលោកបានធ្វើរួចហើយអញ្ចឹងខ្ញុំត្រូវតែធ្វើតាមព្រះអង្គដែរអញ្ចឹងលោកអ្នកនាងជាទីមេត្រីលោកអ្នកនាងអាចស្ដាប់នៅអត្ថន័យមួយចំនួនរបស់ខ្លឹមសាររបស់ស្មូតចោះហើយខ្ញុំនឹងចូលអត្ថាធិប្បាយតាមការយល់របស់ខ្ញុំតិចតួចណាបាទសូមស្ដាប់អូសពត្រារាគូស្នេហាដេចចងវេរីពុំស្រាំងស្រានណែប្រើព្រៀនកំណាបាទលោកនាងជាទីមេត្រីកន្លែងនេះគឺអត្ថន័យរបស់សពត្រាជាមួយនឹងព្រះបរមពោធិសត្វអតីតកាលអតីតជាតិរបស់ព្រះអង្គគឺជាប្តីប្រពន្ធនឹងគ្នាដល់កាលនោះខ្លាយជាដំរីកើតជាដំរីយល់ជាដំរីណាហើយសពត្រាហ្នឹងក៏បានអស់អាយុជីវិតមកកើតជាមនុស្សជាកូនស្ដេចឬក៏ជាប្រពន្ធស្ដេចកូនស្ដេចអញ្ចឹងប្រពន្ធស្ដេចអញ្ចឹងខ្ញុំមិនច្បាស់ទេដោយសារតែសពត្រានោះបានធ្វើបុណ្យមួយពាក់ព័ន្ធនឹងព្រះបច្ចេកពុទ្ធនោះក៏បុណ្យនោះវាបានឲ្យមកកើតជាកូនស្ដេចនឹងជាមហេសស្ដេចក៏មិនដឹងដែរផ្លេចទៅណាមិនដឹងយ៉ាងឯងហើយនៅពេលហ្នឹងដូចថាចងគំនុំជាមួយនឹងព្រះបរមពោធិសត្វក៏អារម្មណ៍ហ្នឹងចង់បាននៅទ្រព្យរបស់ព្រះបរមពោធិសត្វក៏កើតកលប្រើព្រានប្រើអីហ្នឹងឲ្យមកសម្លាប់បៀតបៀនសម្លាប់និងលួចយកទ្រព្យរបស់ព្រះបរមពោធិសត្វពោលគឺភ្លុកដំរីនោះឯងណាហ្នឹងហើយបើធៀបជាមួយនឹងបច្ចុប្បន្នគឺមនុស្សដែលជាអតីតភរិយានឹងគ្នាក៏ដោយឬក៏កម្មពៀគ្នាពីចិត្តមុនក៏ដោយក៏ក្នុងចិត្តនឹងក៏ដោយក៏ប្រើព្រានហ្នឹងមានន័យថាក្នុងសម័យនោះប្រើព្រានប្រើក្នុងបច្ចុប្បន្នអញ្ចឹងគឺប្រើមនុស្សណាឲ្យមកធ្វើបាបឲ្យមកធ្វើគុតឲ្យមកតាមសម្លាប់ឲ្យមកលួចអីចឹងទៅទ្របចឹងទៅឬក៏បើមិនចឹងទេក៏ប្រើនៅគ្រូមន្តអាគមណាឲ្យធ្វើអំពើអំព័ន្ធអីចឹងទៅក្នុងសម័យបច្ចុប្បន្នយើងចឹងណានឹងអត្តន័យដែលខ្ញុំយល់នៅក្នុងជីវិតពិតមួយចំនួនដែលខ្ញុំបានជួបហើយត្រូវនឹងសន្តាននៅក្នុងរឿងរបស់ព្រះបរមពោធិសត្វដែរគឺដរីចតន្តៈកាលណាប្រើព្រាននឹងគេចេះនៅរាយមុនដើម្បីយកមកបាញ់ព្រះបរមពោធិសត្វហ្នឹងណាអញ្ចឹងយើងស្ដាប់តទៀតអត្ថន័យនឹងយ៉ាងណាណានេះខែផ្លេចៗប៉ុណ្ណឹងកាញ់សាមានណែបាញ់បងលងប្រានណែអើយបានវេទនីហ្នឹងហើយបានបាញ់ហ្នឹងមានន័យថាធ្វើមកវាយត្រូវអញ្ចឹងទៅឬក៏ធ្វើអំពើអំព័ន្ធអីត្រូវអញ្ចឹងទៅហើយក៏ចុកក្នុងប្រាណឈឺចុកចិត្តអីចឹងទៅហើយក៏កើតវេទនានៅពេលហ្នឹងណាកើតវេទនាចង់ដាច់ខ្យល់ម្ដងមកការក្តៅចេញក្តៅចាញ់អីចឹងទៅឬក៏ពិបាករស់នៅបានវេទនានៅពេលហ្នឹងណាភ្លក់រសជាតិនៅនឹងពេលហ្នឹងគឺបានជួបហើយអញ្ចឹងណាជីវិតពិតហ្នឹងណាឥឡូវយើងបន្តទៀតហើយហេតុអីបានជាមកធ្វើអញ្ចឹងចង់ចាំមើលចម្រៀងហ្នឹងច្រឡំស្មូតហ្នឹងមានន័យយ៉ាងម៉េចទៀតណា
បើចង់បានភ្លុកឥតថាអ្វីត្បិតអីប្រើព្រៀនមកប្រហាបាទអាហ្នឹងគឺចង់បានភ្លុករបស់ព្រះអង្គមានន័យថាចង់បានទ្រព្យហ្នឹងនេះសម័យបច្ចុប្បន្នមានន័យថាដូចជាមកលួចទ្រព្យសម្បត្តិអីចឹងទៅណាចង់បានទ្រព្យសម្បត្តិដែលគាត់រកបានអីចឹងទៅនៅក្នុងផ្ទះនៅក្នុងសម្បែងអីចឹងទៅចង់បានភ្លុកហ្នឹងគឺមានន័យថាចង់បានទ្រព្យហើយប្រើព្រាននឹងទៅទៀតប្រើព្រានហ្នឹងប្រើដៃគូប្រើអីអញ្ចឹងទៅមកតាមបាញ់សម្លាប់អញ្ចឹងទៅចុកចាប់អីចឹងទៅឬក៏មកធ្វើអំពើបំពាន់មុនអាគមខ្មៅអីចឹងទៅទៅតាមសម័យសង្គមនីមួយៗគឺដូចគ្នាចឹងណាអូខេអញ្ចឹងយើងបន្តទៀតមកប្រហារណាឲ្យបងចុកចាប់ឈឺខ្លោចផ្សាវេទនីចិត្តណាស់សព្វត្រីអើយម្ដេចនាងអើយមិននឹកកាលកំសត់ណាអើយតែនេះព្រះអង្គចង់មានន័យថាធ្វើទុកបុកម្នេញដល់ព្រះអង្គហើយដល់វេទនាយ៉ាងហើយព្រះអង្គចង់ប្រាប់ថាម៉េចក៏នាងសព្វត្រាហ្នឹងដែលជាអតីតគូប្តីប្រពន្ធរបស់លោកនាសម័យនោះណាម៉េចក៏មិននឹកការកំសត់មកការកំសត់នៅជាមួយគ្នានឹងប្រឹងប្រែងមិនអីចឹងណាអត់អីក៏មិននឹកឃើញគុណសម្បត្តិទៅនឹងហើយក៏មិននឹកឃើញអនុស្សាវរីយ៍ទៅនឹងមើលថែគ្នាអីចឹងទៅអានឹងយើងបច្ចៈនៃទីទៀតមើលព្រះអង្គក៏បច្ចៈនេះកាលដំរីរត់មកគៀងកាយបងឥតខខើនឹងនាងឡើយឃើញទេកាលនោះគឺដំរីរតនឹងមកគៀកកាយប្រឡំស្នេហ៍អីជាមួយនឹងព្រះអង្គព្រះបំពោធិសត្វចឹងទៅហើយព្រះអង្គមិនខូខើទេស្រឡាញ់រាប់អានអីអញ្ចឹងទៅឬក៏គ្រានោះដំរីនោះឯងជួបទុកជួបលំបាកដោយហេតុណាមួយលីងដេញចាប់ឬក៏គេដេញវាយដេញអីចឹងទៅឬគេដេញគប់ឬគេដេញពាត់អីចឹងទៅហើយលោកទៅការពារលោកទៅរៀបរៀងឲ្យនៅសនុកសុខសប្បាយការគ្រានោះហេតុអីក៏មិននឹកឃើញអញ្ចឹងផងហ្នឹងណាអត់មានខូខើជាមួយនាងទេអីចឹងទៅអាហ្នឹងព្រះអង្គចង់និយាយចឹងណាអត់មានខូខើទេឥឡូវមើលចង់ទៀតបន្តទៀតអោព្រីនប្រងើយមកបាញ់បងហើយអានេះគឺប្រើព្រានហ្នឹងព្រាននោះគ្មានញើតអីតិចមកបាញ់រុកព្រានកាប់ចាក់យករបស់គ្មានយល់អីតិចទេមានអាណិតអាសូរកាប់ចាក់ផ្ដាច់អាយុជីវិតសង្ខារអីចឹងទៅឬក៏សម័យបច្ចុប្បន្នហ្នឹងប្រើគូកនរបស់ខ្លួនអីចឹងទៅប្រើគូកនពួកភឿនរបស់ខ្លួនអីមកបៀតបៀនលួចប្រមូលទ្រព្យអីចឹងទៅឬក៏សម័យបច្ចុប្បន្នគេប្រើគុំប្រើអីធ្មប់ប្រើអីចឹងទៅណាហ្នឹងហើយឥឡូវចុងបញ្ចប់នេះព្រះអង្គផ្ដាំឥឡូវយកបានណាយកទ្រព្យហ្នឹងព្រះអង្គផ្ដាំចុះអើយបងផ្ដាំ
từ ni pri bà ôn srei ban lục bong haiព្រះអង្គផ្ដាំហ្នឹងណាអង្គផ្ដាំបើបានភ្លុកហើយមិនថាបានទ្របហើយយករួចហើយយកទៅរួចហើយណាបានទៅហើយទ្រព្យសម្បត្តិអីប្រមាណភ្លុកនឹងយកទៅហើយអញ្ចឹងផ្ដាំហើយបានភ្លុកនឹងហើយនៅឲ្យសុខសាប្រលឹងអើយបងលីសិនហើយបានភ្លុកនឹងហើយលើលាហើយនៅបានសុខសាន្តចុះព្រះអង្គមិនទៅដើមទេឲ្យណាលាទៅហើយលាព្រះអង្គនោះគឺយ៉ាងម៉េចមើលតទៀតណាស្លាប់អីលើអោព្រានសនណ្ដោព្រះអង្គថាលាស្លាប់បាញ់ចាក់រុកគួនដល់ព្រះអង្គហើយអញ្ចឹងជាមិនរួចពីស្លាប់ទេប៉ុន្តែសល់ដង្ហើមចុងក្រោយព្រះអង្គផ្ដាំតាមព្រានហ្នឹងណាយ៉ាងបាទចលីលី7ថ្ងៃណាឲ្យដល់ពៅព្រះអង្គអធិដ្ឋានឲ្យព្រានហ្នឹងយករបស់ដែលចង់បាននាងនឹងចង់បានហ្នឹងទៅ7ថ្ងៃទៅដល់ស្រីចង់បានហ្នឹងទ្របហ្នឹងហើយព្រានហ្នឹងបើតាមតាមករកព្រះអង្គគឺ7ឆ្នាំមករកឃើញចំណាយពេលវេលាមករកហ្នឹងប៉ុន្តែព្រះអង្គអធិដ្ឋានឲ្យយករបស់ហ្នឹងទៅតែ7ថ្ងៃទៅដល់នាងនឹងនាងដែលចង់បានហ្នឹងណាហើយព្រះអង្គផ្ដាំតាមព្រានហ្នឹងយ៉ាងម៉េចណាហើយប្រាប់បនដាំការរាំងជ្រៅទុកតោអាស្រូវយើងគ្មានទេព្រះអង្គផ្ដាំហ្នឹងណាព្រះអង្គផ្ដាំទៅហើយយកទៅហើយថាផ្ដាំថាការរាក់ជ្រៅទាំងអស់ទុកទោសអាស្រូវព្រះអង្គគ្មានទេណាព្រះអង្គគ្មានទេប្រកាសថាគ្មានបានធ្វើអញ្ចឹងទេតែយើងចោតប្រកាន់ថាចេះ1ចេះ2ចេះ3អញ្ចឹងណាដើម្បីទៅប្រហារគាត់ហ្នឹងព្រះអង្គហ្នឹងណាហើយដោយការយល់ច្រឡំរបស់យើងដោយការចោតប្រកាន់របស់យើងតាមការខឹងក៏ប្រើព្រានព្រៃនឹងមកឲ្យតាមប្រហារយកទ្រព្យយកសម្បត្តិព្រះអង្គអញ្ចឹងទៅដោយសម័យយើងគេហៅថាប្រើគូកនឲ្យទៅតាមមកសម្លាប់អញ្ចឹងទៅដើម្បីមកយកទ្រព្យយកសម្បត្តិអញ្ចឹងទៅដោយប្រកាន់ថាចោតលោកចេះ1ចេះ2វាយដំសំធៈឬក៏ចោះចោលផ្ទះអីដល់ប្រាប់អីអញ្ចឹងណាហ្នឹងហើយព្រះអង្គប្រកែកហើយព្រះអង្គប្រកាសឲ្យថាយើងគ្មានទេទោសអាស្រូវទាំងឡាយហ្នឹងដូចសម័យបច្ចុប្បន្នយើងមិនព្រមទទួលយកនៅការចោទប្រកាន់ទាំងឡាយតាមបណ្ដាផ្លូវច្បាប់ក្តីឬក៏បណ្ដាគេថាក្តីអញ្ចឹងហើយក៏ផ្ដាំថាទុកទោសទាំងឡាយរឿងទាំងឡាយដែលនាងបានចោទប្រកាន់ហ្នឹងគឺព្រះអង្គគ្មានទេគឺគ្មានរឿងអាស្រូវបែបហ្នឹងទេព្រះអង្គនៅប្រកែកអញ្ចឹងណាអញ្ចឹងណាដូចយើងអញ្ចឹងគេប្រកែកគេចោទយើងថាអញ្ចេះមានស្រីញីអូនបងវាយដំសំធៈឬក៏ប្រការខុសណាមួយដែលគេចោទហ្នឹងតាមតែគេចោទហ្នឹងគាត់ក៏ប្រកែកដែរប្រកាសដែរថាយើងអាចបានប្រព្រឹត្តធ្វើអញ្ចឹងទេអញ្ចឹងប្រកាសឲ្យទោសតន់បែបនោះរឿងអាស្រូវបែបនោះយើងគ្មានឡើយណាយើងគ្មានទេណាព្រះអង្គចង់មានន័យអញ្ចឹងយើងបន្តទៀតណាថាបើបងអើ
លុកដល់ស្រីនេះបងប្រពុតព្រះអង្គផ្ដល់ឲ្យភ្លុកនឹងដើរទៅទ្របនឹងដែលយើងទ្របសម្បត្តិយើងនឹងយើងឲ្យទៅយើងអត់ទៅទៀមទាទេដូចជាកូនដូចជាអីយើងមិនទៀមទាទេយើងឲ្យទៅយើងអត់ទៅទាញសាច់ម្ដុំហើយអាយ៉ាយើងអីចឹងទៅណាដូចទ្របសម្បត្តិដែលយកទៅឲ្យគេមិនទៀមទាទេយកទៅចោះណាឲ្យបានដល់ស្រីនឹងចោះមិនទៀតសូមកាត់អាល័យណាមៀងស្នេហ៍ខ្លួនបងស្លាប់ចុងតែដឹងមានន័យថាបានទ្របហើយយកទៅចោះអឺដែលយើងហ្នឹងណាអញ្ចឹងទៅព្រះអង្គក៏ប្រាប់ថាខ្លួនព្រះអង្គស្លាប់ចោះដូចសម័យបច្ចុប្បន្នយើងហ្នឹងគឺអឺបែកចោះប្រត់ចោះឲ្យទៅចោះបើយើងមិនទាន់ស្លាប់ទេណាហ្នឹងហើយទៅចោះឲ្យគុំកាត់អាល័យកុំមកចង់ពីវរាអីឃើញគ្នារស់នៅលើភពផែនដីហ្នឹងហើយតាមផ្ចាញ់តាមភ្នានេះបន្ថែមទៀតអីព្រះអង្គថាសូមកាត់អាល័យទៅឡើងមានកុំបង្កើតកម្មពៀនថែមទៀតណាទោះបីនៅរស់ក៏ដោយស្លាប់ក៏ដោយណាបើស្លាប់ហើយអ្នកឯងមិនចង់ពៀអីទៀតទេហើយបើនៅរស់ក៏ដោយគឺព្រាត់ចោះឲ្យទៅចោះដូចស្លាប់ដែរគាត់យើងកាត់តំណែងគ្នាចោលទៅមិនតែចង់ឃាតគ្នាអីទៀតចឹងណាវាមិនមែនព្រះអង្គផ្ដាំហ្នឹងមានន័យថាចង់កុំឲ្យនឹងកើតកម្មទៀតព្រោះកាន់តែជ្រៅចឹងណាចាំមើលចាំមិនទៀតព្រះអង្គធ្វើមិនទៀតឥតស្ដាយទេហ្នឹងរបស់ទាំងហ្នឹងព្រះអង្គអត់ស្ដាយទេណាអត់ស្ដាយទេហើយព្រះអង្គមានការប្រាថ្នាមួយដែរប្រាថ្នាយ៉ាងម៉េចមើលឲ្យតែបានត្រាស់ជាព្រះពុទ្ធហោតែនេះល្អណាស់នេះព្រះអង្គបាត់ទ្របឲ្យទ្របហ្នឹងទៅហើយព្រះអង្គប្រាថ្នាហ្មងណាអត់ស្ដាយទេរបស់ទ្របហ្នឹងព្រះអង្គថ្នាឲ្យបានត្រាស់ជាពុទ្ធហ្មងឃើញទេទៅនឹងគណិតល្អណាស់ហើយចំពោះយើងជាមនុស្សសាមញ្ញវិញបើបាត់របស់ហ្នឹងឯងឲ្យតែរបស់ហ្នឹងទៅនឹងហើយយើងប្រាថ្នាដែរទៅប្រាថ្នាដោយព្រះអង្គឲ្យបានសម្រេចគុណធម៌ដែរត្រាស់ដឹងធម៌ដែររបស់ព្រះសម្មាសម្ពុទ្ធណាចេញចាក់ផុតទុកដែរដោយអំណាចបុណ្យរបស់ទ្រព្យទាំងឡាយណាដែលគេបានលួចបង្រត់បង្រាស់តាំងពីអតីតកកើតផែនដីតាំងពីកកើតកំណត់ក៏កើតជាតិកំណើតនឹងមកហើយបើមានអញ្ចឹងដែរថ្ងៃហ្នឹងយើងខ្ញុំសូមប្រកាសដែរថាឲ្យបានត្រាស់ដឹងធម៌ដែរណាយកទៅចោះមិនស្ដាយទេយកទៅចោះហើយសូមប្រកាសដែរថាឲ្យបានត្រាស់ដឹងធម៌បានដល់និព្វានដែរគឺមិនថាមិនចាំប្រាថ្នាជាពុទ្ធអីទេវារៀងយូរល្អហើយពុទ្ធយូរក៏ប៉ុន្តែបានទៅជាសាវកឬក៏ជាប្រារហន្តថ្នាក់ទៀតណាក៏បានហើយបានត្រាស់ជាពុទ្ធសម្ដេចគុណធម៌ដែរដើម្បីចេញចាក់ផុតពីវាវត្តអសង្សារតាមកាប់តាមសម្លាប់នឹងដែរអញ្ចឹងខ្ញុំក៏ដូចគ្នាដែរបើបាត់ពីរបអសង្ខ័យផែនដីមកអញ្ចឹងដែរក៏ដោយទ្របណាដែលបាត់ហើយវាអញ្ចឹងក៏ដោយទ្របក្នុងលោកីនេះកំពុងបច្ចុប្បន្នជាតិនេះបាត់ហើយក៏ដោយខ្ញុំនៅមានវិជនក៏ដោយខ្ញុំសូមតាំងអតិថានប្រាថ្នាដែរយកទៅចោះណាយកទៅចោះហើយខ្ញុំសូមប្រាថ្នាឲ្យបានសម្រេចគុណធម៌ដែរឲ្យបានដាស់ទាំងធម៌ដែរក្នុងជាតិកំណើតទៅខាងមុខនឹងបច្ចុប្បន្ននឹងបើអាចដឹងបានក៏ទទួលដែរឲ្យទៅក្នុងជាតិកំណើតបច្ចុប្បន្ននឹងបើអាចដឹងបានត្រាស់ដឹងបានចេញផុតចាក់បន្ទុកក៏ទទួលដែរជាតិកំពុងប្រកបនឹងហើយបើមិនទាន់បានទេថាហើយនៅជាតិខាងមុខទៀតនោះក៏សូមឲ្យបានសម្រេចយ៉ាងលឿនបំផុតព្រោះមិនប្រាថ្នារស់នៅប្រកួតប្រជែងកាប់ចាក់ចម្លាក់គ្នានេះទេណាសូមអញ្ចឹងឯងដូចព្រះអង្គអញ្ចឹងដែរណាហើយសូមអរគុណច្រើនបើកន្លែងអវត្តនេះគឺល្អណាស់ណាខ្ញុំសូមអរគុណសូមអភ័យទោសណាបើសិនជាខ្ញុំបរិយាយអីទៅវាប៉ះពាល់អីសូមកុំប្រកាន់នេះគឺជីវិតពិតរបស់ខ្ញុំផងហើយជីវិតអឺដែលពីអតីតជាតិរបស់ខ្ញុំមិនដឹងថាវាមានអញ្ចឹងដែរអត់ផ្លែកលោកខ្ញុំពេលនោះឲ្យខ្ញុំបានដឹងក៏ស្លាប់បាត់មកកើតផ្សេងស្លាប់បាត់ផ្លេចអបប្រាថ្នារបស់ដែលគេលួចនឹងហើយប្រាថ្នា
ឲ្យតែគេទៅប្រាថ្នាឲ្យបានត្រាស់ហ្នឹងវាមិនដឹងបើឥឡូវជាតិនេះបានដឹងហើយប្រាថ្នាហ្មងបើគេលួចពីរាប់អសង្ខ័យផែនដីរាប់អសង្ខ័យជាតិកំណើតមកបើមានគេលួចចឹងមែនសូមបាទប្រាថ្នាហ្មងថារបស់របត់នេះខ្ញុំឲ្យទៅហើយឲ្យខ្ញុំបានត្រាស់ដឹងធម៌ក្នុងជាតិកំពុងប្រកបនឹងក៏បាននៅក្នុងជាតិខាងមុខដល់ខ្លីក៏បានដែរมันចាំបាច់ត្រាស់ជាពុទ្ធអីទេខ្លាចលោវាលំបាកលំបិនយូរវាលវត្តអសង្សារកັບចាក់ទៀតរហូតចឹងចាំភ្លាមនឹងទៅណាសូមឲ្យបានសម្រេចដូចមកផងថ្នាសាធុបាទសូម